អូនគាត់គឺជាគេហៅថាស្ថាបនិកមួយបានដើម្បីរៀបចំកម្មវិធីនេះឡើងហើយប្តីគាត់គឺជាបុព្វបុរសបាទពូជលខោនមកសាក់តែម្ដងអ្នកស្រីអូនបាទបាទតកែបាក់ស្រេងបាទគឺស្ដេចលខោនមកសាក់ពីជំនាន់មុនហើយបាទនោះហើយអ្នកគ្រូជំនាន់ហើយតមកកូនទៀតអ្នកគ្រូម៉ូលីនេះគឺជាបុព្វបុរសមួយទៀតរូម house shop ពីមានអាកាសបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះឥឡូវខ្ញុំពីអ្នកបាននិកាកំពុងតែឆ្ពោះទៅសាលាវិចិត្រសិល្បៈបាទហើយថ្ងៃនេះគឺជាតែសម្ដែងរឿងគឺរឿងនាងកៅមនីរតនាធីតាមុខសេះបាទកុំភ្លេចណាពុកម៉ែបងប្អូនចូលរួមទស្សនាទាំងអស់គ្នាផងដែរដើម្បីគាំទ្រសិល្បៈល្ខោនបាសាក់ទំនើបកម្មរបស់ខ្មែរយើងបាទនៅក្នុងនោះគឺមានតួល្បីៗជាច្រើនដូចជាបងប៉ែនចម្រុងបងពាក់មីបាទហើយតួឯកស្រីនោះគឺកញ្ញាម៉ានិចបាទកញ្ញាម៉ានិចក៏ដូចជាកញ្ញាអេងវ៉ាណងផងដែរហើយនឹងសិល្បករសិល្បកម្មនេះជាច្រើនរូបទៀតដែលគាត់ចូលរួមសម្ដែងនៅក្នុងសិល្បៈល្ខោនបាសាក់ដើម្បីលើកស្ទួយល្ខោនបាសាក់របស់ខ្មែរយើងឲ្យរីកដុះដាលឡើងវិញអញ្ចឹងកុំភ្លេចណាតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនបាទឥឡូវនេះខ្ញុំកំពុងតែឆ្ពោះទៅហើយបាទគឺនៅសាលាវិចិត្រសិល្បៈបងប្អូនឥឡូវខ្ញុំមកដល់លើផ្លូវមុខវិធីបាទអញ្ចឹងសាលាប្រជុំវិចិត្រសិល្បៈគឺនៅលើផ្លូវមុខវិធីបាទចិត្តកំពង់មូកម្ពុជា City ផងដែរបាទតោះលើតាមដានតទៀតបងប្អូនបាទដល់លើហើយចិត្តដល់បងប្អូនឥឡូវមកដល់ហើយ stop ទៅទីអន2បាទហើយយើងបត់ស្ដាំទៅចិត្តដល់ហើយបត់ឆ្វេងបត់ស្ដាំបាទនេះបងប្អូនសាលាវិចិត្រមកដល់នេះយើងបត់ឆ្វេងចម្ងាយ200ម៉ែត្របាទបងប្អូននៅខាងមុខនោះចម្ងាយពីផ្លូវតាម200ម៉ែត្រទេនេះមកដល់ហើយនោះនៅខាងក្នុងបងប្អូនហើយយើងដល់ហើយនេះសាលាវិចិត្រសិល្បៈបាទទៅក្នុងបានបាទបងប្អូនឥឡូវមកដល់សាលាជុំចិត្តសិល្បៈហើយឥឡូវយើងចូលទៅទស្សនានៅសាទាំងអស់គ្នាអូខេតោះបងប្អូនឥឡូវយើងដើរមកដល់ចិត្តដល់មុខហើយបាទតើបងប្អូនយើងរៀបតោះ Hello សួស្តីទាំងអស់គ្នានេះអូមានសួរម្លេះណាដាក់អត់ទេនៅគេបងមកនៅហ្នឹងតែមកជួយទៅក្រុមការងាររបស់យើងបងប្អូននេះបាទនេះមកខាងនេះទៅមកលេសួរបងប្អូននេះសួរសូមអញ្ជើញមកអត់តចូលខាងក្នុងទេនៅលេឡៃកត់ឈ្មោះtrời thân thì cùng lò mà ơi ta bên chụp sòng cà nó ăn phải lỡ tại mặt đo cái mặt con thay mày nhưng mà ôn cột cứ chia chào tha sự thập đất môi mà bây đẹp trong cam khi đây lại hay đây cột cứ chia bột bẹ bột đó tại con đẹp trong cam thi ơi nó không có xuông cứ miền một con tầng và này khủ học nè nó có miền xua bong này khủ miền xua và sắp ta bột bẹ bột đó không phố nè mi nhiều con khơi sắp ta bột bẹ bột đó này bột so bị đau mà to mà này khủ này không sẽ làm cho sao là bạn phong bạn pui được con mà xạ đem đoបាទគឺស្ដេចលខោនសាក់ពីជំនាន់មុនហើយបាទនោះហើយអ្នកគ្រូជំនាន់ហើយតមកកូនទៀតអ្នកគ្រូម៉ូលីនេះគឺជាបុព្វបុរសមួយទៀតអូបុព្វបុរសអូបុព្វបុរសអូឥឡូវគេកំពុងហាត់សមអញ្ចឹងអូអត់បញ្ហាក្រុមការងារថ្ងៃហ្នឹងយើងឈរទទួលភ្ញៀវទាំងអស់គ្នាបាទបងប្អូនឥឡូវខ្ញុំថតពីទស្សនវិជ្ជាកន្លែង check in បាទ check in ដើម្បីបងប្អូនយើងមកទិញសំបុត្រគឺនៅកន្លែងនេះបាទគឺនៅពីមុខ hall នេះតែម្ដងបាទរក្សាក៏អ្នករៀបចំបាទដល់ខាងក្នុងហើយខាងនេះបងប្អូនយើងដែលចូលរួមអាចទទួលទានភេសជ្ជៈអ្នកម្ដងបានបាទអ្នកម្ដងបាទបងប្អូនឥឡូវនេះតោះទៅទស្សនានៅខាងក្នុងម្ដងទៀតពីទស្សនវិជ្ជាផ្សេងកំពុងតែបាទរៀបចំទទួលភ្ញៀវក៏ដូចជាការហាត់សមបាទបងប្អូនបាទនេះគឺរូបចម្លាក់បាទជាចាស់ព្រឹទ្ធាចារ្យបាទនៅក្នុងនេះផងដែរបាទសូមគោរពបាទ
តនៅថតពីទស្សនភាពឆាកបងប្អូនណាបាទនេះអូនេះស្អាតខ្លាំងមែនទែនបងប្អូនបាទតោអត់នេះគឺទស្សនភាពការមុននឹងរៀបចំការសម្ដែងព្រោះថាថ្ងៃនេះមានគណៈធិបតីយើងចូលរួមផងដែរគឺលោកជំទាវពេជ្រច័ន្ទមនីបាទអូខេបងប្អូននេះគឺកៅអីសម្រាប់បងប្អូនយើងមកចូលរួមទស្សនាបាទមិនរត់ស្អាតទេណា បាទហើយមុននេះគឺជាក្រុមពិធីករនិងក្រុមពិធីការនីពិធមសិល្បករផ្សេងៗក៏ដូចជាសិល្បករនីបាទគាត់បានចូលរួមដើម្បីជួយជាពិធីការនៅក្នុងកម្មវិធីនេះផងដែរបាទថ្ងៃនេះគឺជាថ្ងៃទី2ហើយដែលសូវសម្ដែងនៅល្ខោនបាសាក់គេហៅថាទំនើបកម្មបាទអញ្ចឹងបងប្អូនកុំភ្លេចណាមកជួយគ្រប់គ្រងសិល្បៈល្ខោនបាសាក់របស់គ្នាផងដែរព្រោះថាចង់ដាច់ពូជហើយបងប្អូនអើយអញ្ចឹងបងប្អូនមានតែបងប្អូនជាជនក្មេងៗក៏ក្រោយទេដែរជាតំពាំងក្នុងនស័យអញ្ចឹងជួយទាំងអស់គ្នាផងដែរណាជួយគ្រប់គ្រងជួយ like ជួយ share បាទជួយ subscribe នៅ YouTube នេះមួយផងដើម្បីឲ្យបងប្អូនយើងនៅក្នុងក៏ដូចជានៅក្រៅប្រទេសបានឃើញបានដឹងថាពួកយើងនៅប្រទេសកម្ពុជានេះគឺយើងនៅតែបន្តពង្រឹងបាទទៅតាមរូបភាពផ្សេងៗផងដែរបាទមានអ្នកគ្រូលោកគ្រូដែលគាត់ចូលរួមបាទជួយអភិរក្សជាច្រើនផងដែរបាទយើងក៏ទៅទៀតអស់បងអ្នកគ្រូលីបាទដែលគាត់ជាគ្រូឬក៏ដូចជាសាស្ត្រាចារ្យនៅក្នុងសាលាចិត្តសិល្បៈនេះផងដែរបាទគ្រូបងបួងសួងបាទសូមឲ្យមានលាភមានជ័យទៅសួស្តីបាទការប្រព្រឹត្តទៅនៃការសម្ដែងសូមឲ្យប្រកបទៅដោយភាពជោគជ័យបាទកុំឲ្យមានបញ្ហាកើតឡើងបាទបាទគាត់គ្រូផងក្រុមការងារផងរៀបចំច្រើនមែនទែនបាទសូមតាមដល់របស់ជាមួយនឹងកម្មវិធីបាទនេះទៅទៀតសិល្បករសិល្បករនេះដែលគាត់បានមកជួយធ្វើជាពិធីការរបស់ខ្ញុំផងដែរបាទនេះគឺទស្សនភាពសិល្បករសិល្បករនេះតែគាត់នៅពីមុខបាទរោមហោស្រោបដើម្បីទទួលភ្ញៀវផងដែរបាទតើអត់ហ៎មកខាងនេះហ៎តោះអូតោះlấy ថតរូបអនុស្សាវរីយ៍បាទតោះបាទអរគុណបាទអរគុណបាទបងប្អូននេះគឺជាទីតាំងបាទដែលសិល្បករសិល្បករនេះរបស់យើងដែលគាត់នឹងចូលរួមសម្ដែងផងដែរបាទនេះគឺជាកៅអីសម្រាប់ភ្ញៀវកិត្តិយសដែលគាត់មកចូលរួមទស្សនានិងគ្រប់គ្រងវិស័យល្ខោនបាសាក់នៅប្រកម្មនេះផងដែរបាទហើយនៅក្នុងនោះគឺមានតួល្បីៗជាច្រើនដែលគាត់ចូលរួមតែពិតគាត់គឺជាតារាសម្ដែងទេប៉ុន្តែដោយសារគាត់ស្រឡាញ់នៅវិស័យសិល្បៈល្ខោនបាសាក់ក៏គាត់បានចូលរួមទាំងអស់គ្នាផងដែរបាទចូលរួមដូចជាបងប៉ែនចម្រុងបងពាក់មីកញ្ញាសឹមអានិចបាទសឹមអានិចហើយនាងអេវ៉ាណងផងដែរបាទគាត់ចូលរួមសម្ដែងនៅក្នុងរឿងល្ខោនបាសាក់ទំនើបកម្មនេះផងដែរបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងទេចាំតិចទៀតវីដេអូដែលភ្ញៀវកិត្តិយសបាទដែលគាត់មកចូលរួមចាំខ្ញុំថតវីដេអូថែមមួយទៀតនៅក្នុងការសម្ដែងផ្សេងៗផងដែរអូខេជម្រាបលាបាយបាយ